ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាសូមស្វាគមន៍មកកាន់ SRRDS ចាហើយសម្រាប់វីដេអូនេះដែរនាងខ្ញុំសូមចែករំលែកតកតងជាមួយនឹងអត្ថប្រយោជន៍របស់ចេកចានិយាយរួមទៅគឺចេកមានអត្ថប្រយោជន៍ច្រើនសម្រាប់យើងយកទៅធ្វើម្អែមធ្វើម្ហូបតាំងពីគល់ស្លឹកធាងផ្កាចាផ្លែគឺនិយាយទៅអត្ថប្រយោជន៍មហាសាលតែម្ដងពុកម៉ែបងប្អូនចាហើយសម្រាប់វីដេអូនេះដែរគឺនាងខ្ញុំសូមមកចែករំលែកតកតងជាមួយនឹងការធ្វើចេកក្លុកណាជាមួយនឹងទឹកដោះគោស្រស់ចាបើសិនជាយើងមានជាប្រភេទយ៉ាអ៊ូឬក៏ទឹកដោះគោគេហៅថាទឹកដោះគោគ្រប់មុខណាទឹកដោះគោជូរនឹងឯងពុកម៉ែបងប្អូនយើងអាចដាក់បានប៉ុន្តែដោយសារតែនាងខ្ញុំអត់ចង់ឲ្យវាផ្អែមខ្លាំងពេកអញ្ចឹងនាងខ្ញុំប្រើតែចេកព្រោះដោយសារចេកវាមានជាតិផ្អែមស្រាប់របស់វាហើយអញ្ចឹងយើងគ្រាន់តែបន្ថែមជាមួយនឹងទឹកដោះគោស្រស់ប្រភេទណាក៏បានដែរដែលពុកម៉ែបងប្អូនគិតថាចូលចិត្តណាចាហើយដោយសារតែចេករបស់នាងខ្ញុំហ្នឹងគឺវាទុំរៀងច្រើនហើយអញ្ចឹងយើងហូបអត់តាន់ហើយដល់ពេលហើយអញ្ចឹងទៅវាឡើងសភាពចំនៅពេលដែលនាងខ្ញុំកាត់វាដាក់ក្នុងទូទឹកកកណាចាហើយហ្នឹងហើយសម្រាប់ទឹកដោះគោពុកម៉ែបងប្អូនអាចដាក់តាមចំណង់ចំណូលចិត្តចាដាក់ប៉ុន្មានចូលចិត្តប៉ុន្មានដាក់ប៉ុណ្ណឹងទៅចាចាហើយសម្រាប់វីដេអូនេះដែរគឺនាងខ្ញុំសូមអធិស្ឋានផងតកតងជាមួយនឹងសំឡេងព្រោះសារតែមួយរយៈហ្នឹងគឺផ្ដាសាយចាអញ្ចឹងហើយពេលបញ្ចូលសំឡេងទៅមានលក្ខណៈថាមិនសូវជាស្ដាប់បានអីពុកម៉ែបងប្អូនខន្តីអភ័យទោសផងដែរចាអញ្ចឹងនៅពេលដែលយើងចិត្តយើងដាក់ចូលទៅក្នុងបំពង់ក្លុកអីហើយអញ្ចឹងចាដាក់ទៅដល់គួយហើយអស់គឺយើងអាចយកមកក្លុកបានហើយពុកម៉ែបងប្អូនចាអញ្ចឹងនៅពេលដែលក្លុកអីហើយអស់អញ្ចឹងទៅអាចនិយាយថាយើងទុកក្នុងទូទឹកកកឬក៏អាចញ៉ាំភ្លាមក៏បានដែរអញ្ចឹងណាតាមចំណង់ចំណូលចិត្តរបស់យើងចាអញ្ចឹងពេលដែលយើងទទួលទានភ្លាមអញ្ចឹងគឺថាវាឆ្ងាញ់ហើយវានៅមានជាតិស្រស់អញ្ចឹងបងម៉ែបងប្អូនចាហើយហ្នឹងហើយកុំភ្លេចឲ្យបន្ទុកខ្លួនឯងផងបងម៉ែបងប្អូនចាព្រោះដោយសារនេះជាសាប់ដៃរបស់ខ្លួនឯងអញ្ចឹងណាចាអញ្ចឹងវីដេអូរបស់នាងខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេសម្រាប់ចែករំលែកចាអញ្ចឹងអរគុណច្រើនជំរាបលាបាយបាយខ្មុំសាប់ពីពងក្រេបលំអង